ធ្វើនំពងទានៅផ្ទះដល់ខ្លួនឯងទុកគ្រាន់នឹងសែនថ្ងៃសិលឬក៏ធ្វើតើកូនហូបលេងក៏បានសម្រាប់ពីវិធីធ្វើវិញបែបងាយសាមញ្ញតាមរូបមន្តរបស់ម៉ែគុនបឺនសម្រាប់ពុកម៉ែបងប្អូនណាមិនទាន់មានពេលមើលទេ share វីដេអូទុកមើលម្នាក់មួយនៅថ្ងៃក្រោយក៏បានដែរមករៀនធ្វើនំពងទាទុកគ្រាន់នឹងសែនថ្ងៃសិលឬក៏ធ្វើឲ្យកូនហូបលេងជាមួយនឹងម៉ែគុនបឺនទាំងអស់គ្នាហើយសម្រាប់បងប្អូនណាចង់បានទឹកបោករបស់ម៉ែគុនបឺនណាមកម៉ែឆានមកកំងបានឆានមកស៊ូព័ត៌មានបន្ថែមបាននៅក្នុង page សម្រាប់នំពងទាយើងប្រើបានទាំងពងមាន់ប្រើបានទាំងពងទាថ្ងៃនេះម៉ែគុនបឺនប្រើទាំងពីរមុខចូលគ្នាតែម្ដងហើយសម្រាប់ពងមាន់ពងទានេះទាំងអស់35គ្រាប់ក្រោយពីយើងគោះពងមាន់គោះពងទាអីរួចរាល់ហើយយើងយកម៉ាស៊ីនមកវាយសម្រាប់ការវាយពងមាន់នេះយើងប្រើរយៈពេល30នាទីទៅ40នាទីយើងវាយពងមាន់នឹងរហូតដល់វាឡើងសអញ្ចឹងដូចគ្រីមអញ្ចឹងពុកម៉ែមកគ្នាឃើញទេយើងវាយវាឡើងតរដូចគ្រីមអញ្ចឹងយើងដាក់ស្ករសចូលហើយស្ករសយើងប្រើចំនួន1គីឡូនេះ1គីឡូនេះគឺផ្អែមល្មមបើសិនជាបងចូលចិត្តផ្អែមខ្លាំងដាក់ចំនួន1គីឡូកន្លះយើងដាក់ស្ករសចូលម្ដងបន្តិចក្រោយពីយើងដាក់ស្ករសចូលរួចរាល់ហើយយើងវាយឲ្យវារលាយស្ករសអស់ហើយចាំយើងដាក់អំបិលចូលបន្តិចបន្ទាប់មកទៀតយើងដាក់ជាមួយនឹងខ្ទិះដូងហើយខ្ទិះដូងនេះយើងប្រើចំនួន400 ml បើសិនជាបងអត់មានខ្ទិះដូងទេយើងប្រើទឹកជាធម្មតាហ្នឹងចំនួន400 ml ដូចគ្នាក្រោយពីយើងដាក់ខ្ទិះដូងចូលរួចរាល់ហើយយើងវាយប្រហែលជា5ទៅ10នាទីចាំយើងចាក់ម្សៅមីចូលតែម្ដងហើយម្សៅមីយើងប្រើចំនួន1គីឡូយើងចាក់ចូលម្ដងបន្តិចហើយយើងចាប់ដើមវាយម្សៅហ្នឹងទៅឬរហូតដល់វាខ្លាយទៅជាលបាយម្សៅតែមួយបច្ចាស់យើងដាក់ម្សៅចូលម្ដងបន្តិចពុកម៉ែបងប្អូនទាំងអស់គ្នាក្រោយពីយើងវាយម្សៅបានយ៉ាងម៉ត់ល្អហើយឃើញម្សៅរបស់យើងឡើងល្មួតស្អិតល្មួតមកហ្មងពុកម៉ែបងប្អូនគ្នាយើងវាយម្សៅបានយ៉ាងម៉ត់ល្អបែបហ្នឹងពេលយើងយកទៅចាក់នំពងទានំរបស់យើងគឺឡើងល្អមែនតើឥឡូវយើងចាប់ដើមត្រៀមពុំដាក់ពុំយើងឲ្យក្តៅមកហើយយើងយកខ្លាញ់យកមកលាបឲ្យមើលប្រាប់លាបខ្លាញ់របស់ម៉ែគុនបឺតគឺយកចង្កេះដូងមកលាបហ្មងតែសាររកអីអត់តាន់ហើយចង្កេះដូងក៏បានដែរតែសារយើងធ្វើហូបខ្លួនឯងទេយើងធ្វើទុកសម្រាប់សែនថ្ងៃសិលហើយយើងដួសម្សៅយើងមកដាក់មកពុកម៉ែបងប្អូនគ្នានៅពេលរពុំយើងក្តៅហើយយើងដួសម្សៅយើងមកដាក់ហើយយើងគ្របគម្របពីលើសម្រាប់ការប្រើភ្លើងវិញពីខាងក្រោមយើងប្រើភ្លើងតិចហើយខាងលើយើងដាក់ឲ្យរាងច្រើនតិចមកដោយបងឃើញម៉ែគុនបឺតនៅក្នុងវីដេអូហ្នឹងអញ្ចឹងខាងក្រោមគឺយើងដាក់មកល្មមកំណាក់ខ្លាំងពេកបើខាងក្រោមភ្លើងខ្លាំងពេកអាហ្នឹងគឺវាឆាប់ខ្លោចលឿនអញ្ចឹងហើយខាងក្រោមយើងដាក់ភ្លើងបន្តិចមកបានហើយខាងលើយើងដាក់ឲ្យរាងច្រើនបន្តិចសូមបញ្ជាក់បងបន្តិចពុកម៉ែបងគ្នាសម្រាប់ម្សៅនៅពេលដែលយើងចាក់នំហើយយើងទុកវាចោលយូរពេកកុំភ្លេចយកម៉ាស៊ីនមកវាយម្សៅហ្នឹងឡើងវិញផងបើយើងទុកម្សៅហ្នឹងចោលយូរពេកម្សៅគឺវាក្រាបមេអញ្ចឹងវាលែងឡើងហើយនៅពេលដែលយើងចាក់នំរងចាំនំឡើងយូររងចាំនំឲ្យឆ្អិនយូរយើងអាសាវាយម្សៅហ្នឹងតិចផងមុននឹងយើងដួសម្សៅយកមកចាក់ធ្វើបែបហ្នឹងនំរបស់យើងគឺឡើងស្មើដៃគ្នាល្អតែម្ដងសម្រាប់បងប្អូនគាត់មើលដល់ចំណុចនេះប្រហែលជាយល់អាហ្នឹងក្បួនធ្វើឲ្យនំឡើងស្មើដៃគ្នាល្អអាម្សៅយើងចាក់នំហ្នឹងនៅពេលដែលយើងរងចាំនំយូរពេកម្សៅរបស់យើងគឺក្រាបទៅវិញអញ្ចឹងយើងដាស់ម្សៅហ្នឹងឲ្យឡើងមកវិញដោយយកម៉ាស៊ីនមកវាយវាទៅរឿយយើងវាយម្សៅហើយចាំយើងដួសម្សៅហ្នឹងយកមកចាក់ចូលពុម្ពជាក្បួនរបស់អ្នកលក់គ្រប់គ្នាគេមិនដែលប្រាប់បងអស់ទេតែសម្រាប់ម៉ែគុនបឺតគឺប្រាប់ទាំងអស់ខ្ទេចតែម្ដងបងណាធ្វើលក់ធ្វើតាមវិធីរបស់ម៉ែគុនបឺតធានាថាមានរសជាតិឆ្ងាញ់មែនទែននំរបស់យើងគឺឡើងល្អស្មើដៃបែបហ្នឹងគ្មានអ្នកណាគេមកប្រាប់រូបមន្តអាចកំបាំងរបស់គេអស់ទេតែសម្រាប់ម៉ែគុនបឺតប្រាប់តិចគ្មានសោះ